ជុំវិញបាទលោកគ្រូមនុស្សដូចយើងនេះពេលតំណេអត់កាំងងារធ្វើដូចជាហត់ជាងមានកាំងងារធ្វើគឺហត់នៅក្នុងចិត្តសូមលោកគ្រូថែសុខភាពឲ្យបានល្អទុកព្រួយយូរនាំតែឈឺទីតាំងចិត្តស្ងប់យ៉ាងម៉េចនឹងកើតទៅហានឈីលាឈប់ពីតំណែងតែមិនខុសពីគេបញ្ឈប់គាត់ទេអ៊ូស៊ូលាវៃក៏ចង់ឈប់ដែរបន្ទាប់មកប្រហែលជាដល់ពេលយើងផងក៏មិនដឹងគេមើលឃើញតែមនុស្សថ្មីមិនឃើញមនុស្សចាស់លំបាកយ៉ាងណាទេលោកគ្រូនៅក្នុងរាជការជាបណ្ឌុះដែលគេគោរពសរសើរគ្រប់គ្នាព្រះរាជាជឿជាក់ជាតិចហេតុអីបានជាពេលនេះអ្នកដែលព្រះអង្គជឿជាក់គឺវ៉ាងអានស៊ឺប៉ុន្តែឯងទៅសំណាក់ច្បាប់គឺជាការល្អមានគាត់ជាអ្នកគ្រប់គ្រងមានអនាគតល្អហើយនឹងមានសង្ឃឹមឡើងតំណែងទៀតផងអរគុណលោកគ្រូបណ្ដុះបណ្ដាលទើបខ្ញុំមានលទ្ធផលដូចថ្ងៃនេះបើសិនជាលោកទៅសំណាក់ច្បាប់យើងអាចដឹងពីស្ថានភាពខ្លះៗមិនដូចជាពេលនេះងងឹតសូនសងមើលអ្វីក៏មិនឃើញស្ដាប់អ្វីក៏មិនឮនេះជាការពិតណាស់លោកម្ចាស់ខ្ញុំយល់ថាលោកស្មានស៊ូស៊ឺខុសហើយថ្ងៃនេះអ្វីដែលគេនិយាយទើបដឹងថាគេគឺជាមនុស្សសាមញ្ញម្នាក់ប្រកាន់នៅគំនិតខ្លួនឯងមិនខុសពីមន្ត្រីចាស់ទាំងនោះគេជាអ្នកធ្វើឲ្យលោកម្ចាស់អស់សង្ឃឹមពីហើយឈប់សិនកុំអាលអាងឆាប់ពេកស៊ូស៊ឺនៅហ្វុងសៀងអនុវត្តនៅគោលការណ៍ថ្មីពិតជាល្បីខ្លាំងណាស់ខ្ញុំជាអ្នកមើលឃើញដោយផ្ទាល់មិនក៏ថាគេជាអ្នកប្រកាន់នៅគំនិតខ្លួនឯងទៅវិញអ្វីដែលគេនិយាយថ្ងៃនេះគឺមានហេតុផលរបស់គេដែរជឿហៅលោកហើយនឹងស៊ូស៊ឺរាប់បានគ្នាល្អណាស់ចំពោះការងារបង្កើតគោលការណ៍ថ្មីគិតតែពីរឿងការងាររួមយើងធ្លាប់រួមការងារជាមួយគេនៅហ្វុងសៀងគោលការណ៍ថ្មីដែលគេប្រើនៅហ្វុងសៀងនោះការពិតគឺពឹងទៅលើអតីតប្រជាជាអ្នកគ្រប់គ្រងគេចង់បានមុខមាត់ចង់ល្បីឈ្មោះមិននឹងអាចប្រៀបជាមួយនឹងគោលការណ៍ថ្មីរបស់លោកម្ចាស់បានទៅហើយតែគេចង់បានគេឈ្មោះចង់ល្បីឈ្មោះហើយនេះហើយបានជាគេចំទាស់នឹងគោលការណ៍ថ្មីរបស់ពួកយើងខ្ញុំយល់ថាអ្វីដែលលោកម្ចាស់ចាស់និយាយនេះគឺត្រឹមត្រូវណាស់យ៉ាងណាក៏ដោយគេធ្លាប់រួមការងារជាមួយនឹងស៊ូស៊ឺមើលច្បាស់ជាងពួកយើងតាមការពិតក្នុងពេលដែលប្រឡងខ្ញុំក៏មានការមិនពេញចិត្តចំពោះស៊ូស៊ឺដែរគេតែងតែទុកគោលការណ៍របស់អតីតប្រជាយ៉ាវស៊ុនជាគំរូហើយថាខ្លួនឯងជាមនុស្សល្អជឿសៀនជូមីងពួកយើងសត្វតែជាមិត្តរួមថ្នាក់របស់ស៊ូស៊ឺហេតុអីបានជាថាឲ្យគេយ៉ាងនេះព្រោះតែជាមិត្តរួមថ្នាក់គឺអាចខົບខិតគ្នាស្រស់ស្រួលគ្នារឿងខុសច្បាប់ហើយមែនទេទោះជាយ៉ាងណាខ្ញុំយល់ថាស៊ូស៊ឺមិនអាចយកមកប្រើបានសូមលោកម្ចាស់គិតឲ្យច្បាស់ទៅបានហើយកុំជជែកគ្នាទៀតយើងយល់ពីស៊ូស៊ឺច្បាស់ណាស់គេមិនមែនជាមនុស្សចង់បានគេឈ្មោះហើយមើលមិនបានឆ្ងាយនោះទេកាលនោះគេម្នាក់ឯងជួយដំណើរយើងចាក់ចេញពីរាជធានីអាចទុកថាជាមិត្តចិត្តដិតរបស់យើងទៅហើយប្រហែលជាគេទើបតែមកដល់ថ្មីមិនទាន់យល់ពីគោលការណ៍ថ្មីរបស់យើងច្បាស់លាស់ដូច្នេះហើយគេមានការយល់ច្រឡំប៉ុន្តែនៅពេលដែលគេយល់ច្បាស់វាប្រហែលជារឿងផ្សេងទៅវិញបានហើយជប់និយាយទៅឥឡូវនេះពួកយើងពិភាក្សាគ្នាពីច្បាប់ដឹកជញ្ជូនផ្សេងតទៅទៀតលោកម្ចាស់ចាងចៅផ្ញើសារសម្ងាត់មួយច្បាប់មកក្រុមការងារច្បាប់បានចងក្រងរួចរាល់ហើយរីឯគោលការណ៍ច្បាប់ថ្មីនោះបានកំណត់យ៉ាងណាទៅហើយក្រាបទូលព្រះអង្គមន្ត្រីសំណាក់ការងារប្រឹងប្រែងទាំងយប់ទាំងថ្ងៃពេលនេះបានចងក្រងខ្លះរួចទៅហើយក្រាបទូលឲ្យឆាប់បន្តិចទៅក្រាបទូលព្រះអង្គស៊ូស៊ឺស៊ូឈើមកដល់រាជធានីយូរថ្ងៃក៏គួរតែប្រគល់ការងារឲ្យទៅគេដែរប្រហែលថ្ងៃនេះយើងក៏គិតពីរឿងនេះដែរចំណែកយើងមិនដែលបានជួបបងប្អូនស៊ូស៊ឺទាំងពីរនាក់ប៉ុន្តែមុនពេលហាន់ឈីចាក់ចេញបានជំរុញស៊ូស៊ឺមកយើងហើយព្រមទាំងផ្ដាំថាអតីតព្រះរាជាឲ្យគេជួបបម្រើក្នុងការងារសំណាក់ហាន់លីងស្ដាយណាស់ដែលឪពុកគេបានស្លាប់ក្នុងពេលនោះទៅហើយអស់លោកយល់ថាគួរតែងតាំងឋានៈគេជាអ្វីទៅព្រះអង្គពេលដែលអតីតព្រះរាជានៅមានប្រជជនបានតែងតាំងស៊ូស៊ឺជាមន្ត្រីនៅសំណាក់ហាន់លីងបន្ទាប់មកព្រោះតែកិច្ចការផ្សេងរវល់ក៏មិនបានតែងតាំងទូបង្គំយល់ថា
ការយល់ដឹងចរិតរបស់ស៊ូស៊ឺដឹកស្នាដៃរបស់គេដឹកហ្វុងសៀងគឺស័ក្តិសមទទួលដំណែងនៅក្នុងសំណាក់ហានលីងដែរសូមព្រះអង្គមានព្រះតម្រេះតើអស់លោកយល់យ៉ាងម៉េចដែរចឹងបានព្រះអង្គទូលបង្គំមានការចោទទូលព្រះអង្គវ៉ាងគួយយូរណាស់ហើយមិនដែលឃើញលោកថ្វាយសារមកយើងទេថ្ងៃនេះពិតជាប្លែកលោកនិយាយចោះព្រះអង្គអតីតព្រះរាជាអ៊ីចុងការដែលនៅមានប្រជជនធ្លាប់មានបន្ទូលតែងតាំងស៊ូស៊ឺនៅសំណាក់ហាន់លីងក៏ប៉ុន្តែដោយសារតែគេរៀបការជាមួយកូនស្រីអ្នកទោសឈ្មោះសៀវលៀនបានជាធ្វើឲ្យមានការជំទាស់ច្រើនហើយក៏មិនបានទទួលតែងតាំងក្រោយពីលោកម្ចាស់ស៊ូស្លាប់ទៅបាត់នោះគឺជារឿងតាមក្រោយនោះទេក្រាបទូលអូការពិតគឺអញ្ចឹងវ៉ាន់ចិនវ៉ាងគួយនិយាយនេះជាការពិតទេក្រាបទូលវ៉ាងគួយនិយាយនេះគឺជាការពិតតែក្រោយមកស៊ូស៊ឺមានរៀបការជាមួយយ៉ាងស៊ីលៀនទេព្រះអង្គស៊ូស៊ឺធ្វើតាមបញ្ជារបស់ឪពុកដណ្ដឹងប្អូនស្រីចដូនមួយរបស់ប្រពន្ធខ្លួនឈ្មោះវ៉ាយុនជឺជាប្រពន្ធទំនៀមទម្លាប់នៅតំបន់ស៊ូដណ្ដឹងប្អូនស្រីរបស់ប្រពន្ធជាប្រពន្ធគឺជាកិត្តិយសដ៏ធំបំផុតម្យ៉ាងទៀតកូនប្រុសរបស់ស៊ូស៊ឺនៅតូចណាស់ត្រូវការមានអ្នកស្និទ្ធស្នាលបំផុតជួយមើលថែហេតុនេះហើយបានជាលោកម្ចាស់ស៊ូមានបញ្ជាបែបនេះការពិតគឺអញ្ចឹងដូចជាហ្វាន់ចិនបាននិយាយតែងតាំងស៊ូស៊ឺព្រះអង្គទូបង្គំមានការចោទទូលព្រះអង្គលោកវ៉ាងគួយថ្ងៃនេះលោកដូចជានិយាយច្រើនណាស់លោកនិយាយទៅក្រាបទូលព្រះអង្គស៊ូស៊ឺមានទេពកោសល្យល្អថ្ងៃក្រោយអាចបម្រើរាជការបានប៉ុន្តែពេលនេះគួរតែទុកឲ្យរាជការបណ្ដោះបណ្ដាលគេសិនទើបបាននៅពេលដែលមនុស្សគ្រប់គ្នាមានការឯកភាពសឹមយកមកប្រើដល់ពេលនោះគឺគ្មានអ្នកណាជំទាស់តទៅទៀតទេឥឡូវនេះស្រាប់តែយកមកប្រើការខ្លាចក្រៃមន្ត្រីមួយចំនួនមកអស់ចិត្តអញ្ចឹងទេនោះវាបែរជាធ្វើបាបស៊ូស៊ឺទៅវិញទេក្រាបទូលវ៉ាគួយហេតុអីបានជាលោកបាត់ដៃខ្នងដៃការដោះព្រះរាជាមុនចង់ប្រើស៊ូស៊ឺលោកក៏ជាអ្នកឯកភាពដែរការដោះផ្សេងឥឡូវនេះវាផ្សឹងអញ្ចឹងក៏បានឥឡូវនេះក្រុមច្បាប់ក៏ត្រូវការមនុស្សចាំបាច់ស៊ូស៊ឺមានទេពកោសល្យល្អលើសគេនៅហ្វុងសៀងបានបំពេញការងារល្អច្រើនណាស់ស័ក្តិសមធ្វើការងារនៅក្នុងក្រុមការងារច្បាប់វ៉ាងអានស៊ឺលោកយល់យ៉ាងម៉េចដែររឿងនេះអញ្ចឹងស៊ូស៊ឺត្រូវទទួលតំណែងជាអ្នកត្រួតពិនិត្យអក្សរសាស្ត្រផ្នែកច្បាប់ទៅចុះក្រាបទូលស៊ូស៊ឺតើស៊ូស៊ឺអាចទទួលកិច្ចការនេះទៅរួចទេព្រះអង្គស៊ូស៊ឺអាចទៅរួចព្រះអង្គមិនបាត់ទេមានកិច្ចការខ្លះគឺសម្រាប់កត់ត្រារាល់សកម្មភាពរបស់ព្រះអង្គហើយក៏ជាអ្នករៀបចំរាជសាររៀបជារាជបញ្ជារបស់ព្រះអង្គត្រូវដឹងរឿងផ្ទៃក្នុងរបស់ព្រះអង្គច្រើនណាស់ស៊ូស៊ឺពេលនេះនៅក្មេងខ្លាចក្រែងខ្វះការពិសោធន៍នៅឡើយព្រះអង្គពេលនេះទូមង្គមកំពុងតែត្រូវការមនុស្សចម្លងសារមួយចំនួនស៊ូស៊ឺមានទេពកោសល្យល្អកម្របានជួបគួរតែឲ្យគេទៅសំណាក់ប្រវត្តិសាស្ត្រសរសេរប្រវត្តិសាស្ត្រអស់លោកចង់ឲ្យស៊ូស៊ឺធ្វើជាមន្ត្រីតូចតាចទៀតហើយតើពិតអ្នកទាំងអស់គ្នាច្រណែននឹងស៊ូស៊ឺវ៉ាងស៊ឺលោកនិយាយទៅមើលតើគួរតែងតាំងឋានៈអ្វីទៅគេព្រះអង្គការងារសម្ដាក់ប្រវត្តិសាស្ត្រមានសារៈសំខាន់ម្យ៉ាងទៀតស៊ូស៊ឺនៅក្នុងសម្ដាក់ប្រវត្តិសាស្ត្រក៏អាចពិនិត្យពិចារណាសភាពការគ្រប់បែបយ៉ាងថ្វាយព្រះអង្គដែរបានហើយអស់លោកចាំស្ដាប់យើងមិនមែនជាអតីតព្រះរាជាយើងមិនយល់ពីស៊ូស៊ឺថ្ងៃក្រោយត្រូវទទួលតំណែងនៅក្នុងសំណាក់ហានលីងក៏ដូចជាវ៉ាងអានស៊ឺអញ្ចឹងតែយើងត្រូវបញ្ជាក់ថាគេមានអនាគតល្អគឺដូចជាពួកលោកអញ្ចឹងដូចតែគ្នាទេឥឡូវនេះយើងតែងតាំងស៊ូស៊ឺជាមន្ត្រីប្រចាំសំណាក់ប្រវត្តិសាស្ត្រទៅចោះទទួលព្រះរាជបញ្ជាវ៉ាគួយយ៉ាងម៉េចលោកឈប់សិនដូចជាខ្លាំងទេវ៉ាគួយលោកឈប់សិនវ៉ាគួយឈប់សិនវ៉ាគួយតែងតាំងស៊ូស៊ឺជាមន្ត្រីសំណាក់ប្រវត្តិសាស្ត្រនៅក្នុងសំណាក់ធំស៊ូឆើតែងតាំងជាមន្ត្រីត្រួតពិនិត្យអក្សរសាស្ត្រក្រមច្បាប់ចប់រាជបញ្ជាព្រះគុណប្រទានព្រះអង្គស៊ូឆើឋានៈជាអ្នកពិនិត្យអក្សរសាស្ត្រតើជាមន្ត្រីឋានៈអីទៅអ្នកបងបម្រើព្រះកិច្ចការរបស់ព្រះមហាក្សត្រមិនទាមទារឋានៈអីទេយើងគ្រាន់តែចង់ដឹងថាមន្ត្រីថ្នាក់ទីប្រមាណស្មោះមិនស្មោះការងារជារឿងផ្សេងនេះគឺជាមន្ត្រីតំណែងថ្មីសម្រាប់ត្រួតពិនិត្យអក្សរសាស្ត្រមិនបានកំណត់ឋានៈប្រមាណនោះក៏មិនខុសពីមន្ត្រីធម្មតាត្រឹមទី6ឬទី7ប៉ុណ្ណោះ
ឥឡូវនេះកំពុងតែកែប្រែច្បាប់ទម្លាប់ចាស់នេះហើយជាការងារចាំបាច់ថ្ងៃក្រោយប្រហែលជាមានការឡើងឋានៈនេះហើយមានមនុស្សជាច្រើនក៏ចង់ចូលក្នុងសំណាក់នេះដែរ ការពិតគឺអញ្ចឹងទេអញ្ចឹងមន្ត្រីប្រចាំសំណាក់ប្រវត្តិសាស្ត្រឋានៈជាស្អីទៅ ថ្នាក់ទី7 ថ្នាក់ទី7នៅតែជាថ្នាក់ទី7ដដែល មន្ត្រីពិនិត្យប្រវត្តិសាស្ត្រគឺជាអ្នកត្រួតពិនិត្យប្រវត្តិសាស្ត្រតែគូផ្សំនឹងការងារពាក់ព័ន្ធផ្សេងៗគឺអាចនៅគៀកព្រះមហាក្សត្របានរួមការងារជាមួយនឹងព្រះមហាក្សត្រម្ល៉េះហើយនេះជាការងារសំខាន់ដែរ និយាយទៅពីរោះស្ដាប់តែនៅតែថ្នាក់ទី7 ចំពោះមន្ត្រីមិនសំខាន់ឋានៈខ្ពស់ទៀតទេសំខាន់គឺចិត្តខ្ពស់ឬមួយទៀត ស្បៀងនៅក្នុងពៀនជីងឡើងថ្លៃទៀតហើយច្រឹកមនុស្សអាចដូរជាបាយបានទេ ហើយនេះបានចូលនិយាយយ៉ាងនេះទៅវិញ រឿងអីខ្ញុំនិយាយមិនបានមនុស្សក្នុងគ្រួសារនេះមានច្រើនណាស់បងគ្រប់គ្រងសារល្មើលទៅចំណូលក៏មិនច្រើនគិតតែកាត់បន្ថយតើបានការអីទៅការនោះបងបានប្រាប់ខ្ញុំថានិយាយអីឲ្យប្រយ័ត្នប្រយែងបន្តិចឥឡូវធ្វើឲ្យវាងអានស៊ឺលីវៃលឺថ្នាក់បងសប្បាយចិត្តណាស់មែនទេឬចុះកូនបងនោះគិតយ៉ាងម៉េចទៅ បើសិនជាស្ដាប់តាមសេលៀនអញ្ចឹងកុំនិយាយច្រើនអូននឹងស៊ូម៉ៃមានសាច់ហូបហើយមែនទេ បងចង់បន្ទោសខ្ញុំមែនទេអូនរៀនរបស់បងល្អណាស់ហ៎ អូនពិតជាមិនដឹងខុសត្រូវមែន បង អ្នកបង អ្នកស្រីកុំខឹងអីថ្ងៃក្រោយខ្ញុំឈប់មាត់លោកស៊ូថ្ងៃក្រោយខ្ញុំមិនមាត់ច្រើនទេ សេលៀននាងហៅគេថាអ្នកស្រីហើយហៅខ្ញុំថាលោកស៊ូនាងប៉ុន្តែនាងមិនមែនជាអ្នកបម្រើទេ យិនជឺលោកស៊ូមកពីខ្ញុំដែរ ហេលោកបងស៊ឺ ស៊ូស៊ឺឯងកុំខឹកអីគួរតែយើងទេដែលខឹកនោះបើសិនជាយើងតាមវាគួយតនោះយើងប្រកាសជាវាយគេឲ្យដឹងខ្លួនមកផឹកទឹកតែទៅ លោកគ្រូធ្វើអញ្ចឹងដូចជាមិនសមទេ ស៊ូស៊ឺយើងទាំងពីរមិនចាំបាច់ប្រកាន់នៅឋានៈគួរសមឬមិនគួរសមនោះទេអង្គុយទៅបាត់ដងនេះឲ្យឯងនៅក្នុងសម្ដាក់ប្រវត្តិសាស្ត្រគ្រប់គ្រងការងារវាហាក់ដូចជាធ្វើបាបឯងពេកហើយវាស្ដាប់មនុស្សពិតជាអញ្ចឹងកាលពីជាង10ឆ្នាំមុនឯងគួរតែជាមន្ត្រីប្រចាំសំណាក់ហានលីកទៅហើយតែរហូតមកដល់ពេលនេះឯងនៅតែជាមន្ត្រីតូចតាចមកពីយើងអត់បានការពិតជាខ្មាស់លោកម្ចាស់ស៊ូដា លោកគ្រូមន្ត្រីឋានៈតូចឬមួយធំវាមិនសំខាន់ទេប៉ុន្តែប្រពន្ធរបស់ខ្ញុំគេ មនុស្សស្រីត្រូវតែវ័យឯងមានដែលវ័យទេ វាយអត់ទេ ស៊ូស៊ឺឯងក៏ឃើញដែរយើងគឺជាអ្នករៀនសូត្រម្នាក់ក៏ប៉ុន្តែខ្លួនយើងដូចជាគ្មានត្រដាដូចជាអ្នកប្រាជ្ញសោះតែឯងផ្សេងមិនថាជាទេពអប្សរឬមួយអត្តចរិតឯងគ្រាន់បើជាងយើងប៉ុន្តែយើងវិញបនស័កធំជាងឯង លោកគ្រូកុំយកខ្ញុំមកប្រៀបធៀបអីខ្ញុំធ្វើយ៉ាងម៉េចអាចប្រៀបធៀបជាមួយលោកគ្រូបានទៅ ឯងក៏មិនចាំបាច់គួរសមពេកដែរយើងមិនចាំបាច់ទៅសរសើរដល់ឯងតែយើងយល់ថាពិតជាខ្មាស់ឯងដែរតែចំពោះស្រីវិញស៊ូស៊ឺស្ដាប់យើងទៅបើសិនជាស្ដាប់មិនបានត្រូវតែវ័យកាន់តែស្ដាប់មកគប់ ខ្ញុំពិតជាស្មុគស្មាញណាស់ប៉ុន្តែក្រោយពេលស្ដាប់លោកគ្រូខ្ញុំដូចជាសប្បាយចិត្តការស្មុគស្មាញក៏រលាយបាន ថ្ងៃមុនយើងយកគោលការណ៍មួយចំនួនរបស់លោកម្ចាស់ជីពូឲ្យអ្នកទាំងអស់គ្នាពិនិត្យមើលអ្នកទាំងអស់គ្នាមានយោបល់យ៉ាងណាចំពោះអត្ថបទគោលការណ៍របស់លោកម្ចាស់លីគឺពិតជាអាចធ្វើទៅបានរីឯគោលការណ៍កំណត់ដីស្រែចម្ការកន្លងមកនៅចិនជើក៏ធ្លាប់បានអនុវត្តម្ដងដែរហេតុនេះអ្វីៗនឹងដំណើរការដោយរលូន ក៏ប៉ុន្តែពេលដែលអនុវត្តគោលការណ៍ដីធ្លីនេះគឺនៅចិនជើស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកម្ចាស់ដោយផ្ទាល់បើសិនជាយកមកអនុវត្តទូទាំងនគរវិញយើងត្រូវតែប្រយ័ត្នប្រយែងបន្តិចផងលោកម្ចាស់ទី1ឲ្យប្រជារាស្ត្រខ្ចីប្រាក់គឺមានបំណងចង់ជួយរាស្ត្រមិនមែនចង់ចំណេញការប្រាក់នោះទេការប្រាក់កាន់តែតិចមានប្រយោជន៍ដល់ប្រជារាស្ត្រកាន់តែច្រើនរាស្ត្រនឹងគាំទ្រទី2ការខ្ចីប្រាក់និងសងប្រាក់មន្ត្រីអាក្រក់មានការកេងប្រវ័ញ្ចច្បាប់នេះគឺសម្រាប់ការពារផលប្រយោជន៍រាស្ត្រទី3ប្រាក់នៅក្នុងដៃរាស្ត្រយើងខ្លាចប្រជារាស្ត្រប្រើទៅមិនសមស្របពេលដែលសងប្រាក់វិញគឺគ្មានលទ្ធភាពសងក៏ជាបញ្ហាស្មុគស្មាញបើសិនជាមិនសងប្រាក់ត្រូវតែជាប់គុកដល់ពេលនោះបញ្ហាស្មុគស្មាញក៏កាន់តែច្រើនថែមទៀត
ស៊ូឈើរឿងប្រាក់ដែលឲ្យប្រជារាស្ត្រខ្ចីដល់ពេលកំដត់ត្រូវតែសងបើមិនសងត្រូវតែទទួលទោសតើមានបញ្ហាតខុសអីទៅហេលោកម្ចាស់នេះជាការពិភាក្សាគ្នាការយល់ឃើញក៏ខុសគ្នាយើងពិភាក្សាគ្នាមុនកំណត់ច្បាប់តាមក្រោយបើសិនជាធ្វើតាមច្បាប់របស់លោកម្ចាស់លីទោះជាឲ្យខ្ញុំចំនួនប្រមាណក៏ខ្ញុំមិនហ៊ានទទួលមកកាប់ម៉ាស៊ីននោះដែរសម្ដីរបស់ស៊ូឈឹកក៏សមហើយសមផលដែរគួរតែយកមកធ្វើការពិចារណាប៉ុន្មានលោកម្ចាស់វាងពិតជានិយាយថាពន្យាពេលច្បាប់កំណត់ដីសារចំការបាទតែលីវៃលីវនិងចិនពូនៅតែទាមទារអនុវត្តភ្លាមលោកម្ចាស់ហានជានិយាយថាលោកម្ចាស់វាងមិនចេះប្រាំប្រាស់មនុស្សពិតជាមិនខុសមែនគាត់នៅជាមួយមនុស្សអាក្រក់គ្នាឆ្ងាយពីមនុស្សល្អនៅតែមិនដឹងខ្លួនទៀតចំណែកចិនពូវិញគេកំណត់ច្បាប់ខ្ចីប្រាក់កាន់តែផ្ដេសផ្ដាស់ថែមហើយចុះច្បាប់ខ្ចីប្រាក់ជឿហើយគេយល់ព្រមទេគេមានការឯកភាពទៅជួបគេមើលជឿហើយស៊ូរកខ្ញុំប្រញាប់យ៉ាងនេះមានការអីទៅជឿហើយឯងកំពុងតែរៀបចំច្បាប់របៀបណាទៅនេះគឺជាការប្រជែងផលប្រយោជន៍ពីប្រជារាស្ត្រមិនខុសពីពួកចៅដែលប្លន់ផលប្រយោជន៍ពីប្រជារាស្ត្រទេបងនិយាយនេះខុសហើយវាដូចជាចម្លែកទៀតផងគោចុះសិនគោលការណ៍នេះកាលពីសម័យរាជវង្សហានសានហុងយ៉ាងក៏យកមកប្រើដែរទីបំផុតគឺយ៉ាងណាគឺបរាជ័យហើយចិនពូចេះតែយកមកទូព្រះអង្គប្រកាសជាមានគោលបំណងអ្វីហើយឯងមិនគួរណាសបតាមពួកគេទេហើយយ៉ាមិត្តភក្តិចាស់ស្ដាប់ខ្ញុំនិយាយមួយម៉ាត់សិនទៅចំណែកបងនៅក្នុងសំណាក់ប្រវត្តិសាស្ត្រនៅអ៊ុយស្គីមគ្មានអាណាគេថាបងក៏ទេកុំប្រឡាយជាមួយភ្លើងអីពេលនេះលីវីឈិញឈិនពូកំពុងតែរមមធ្យោបាយបណ្ដេញស៊ូឆើចេញពីសំណាក់រៀបចំច្បាប់តែចំណែកបងវិញក៏គួរតែរងចាំឱកាសដែរនៅរងចាំឱកាសទៀតទម្រាំតែឱកាសមកដល់រាជការនៅប្រជារាស្ត្រធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់បាត់ទៅហើយនេះហើយយើងត្រូវមានការគិតគូរជាមុនដើម្បីកុំឲ្យប្រជារាស្ត្ររងទុក្ខវេទនាកុំឲ្យជាតិរបស់យើងស្មុគស្មាញលោកបងស៊ូហេតុអីបានជាបងមិនយល់ពួកគាត់មានរឿងអីទៅស្ដាប់បងពួកគាត់គ្រាន់តែធ្វើតាមព្រះបំណងរបស់ព្រះមហាក្សត្រប៉ុណ្ណោះទេក៏ប៉ុន្តែគោលការណ៍សពថ្ងៃដែលកំណត់មកគឺចង់បានប្រយោជន៍ពីរាជវិញអ្នកទាំងនោះមិនយល់ពីប្រជារាស្ត្រលំបាកយ៉ាងណាគេយកផលប្រយោជន៍របស់រាជមកដូចជាគេឈ្មោះរបស់ខ្លួនឯងយើងមិនត្រូវស្ដាប់តាមពួកគេទេកន្លងមកយើងទុកពេលឲ្យពួកគេហើយប៉ុន្តែពួកគេបានជាធ្វើអ្វីតាមចិត្តជឿហើយឯងគឺជាមនុស្សស្មោះត្រង់ណាដាច់ខាតក៏មានការខົບខិតជាមួយនឹងពួកគេអសោះខົບខិតអីទៅបងនិយាយនេះជ្រុលហើយពេលនេះសូម្បីតែព្រះមហាក្សត្រក៏ឯកភាពមកពួកគេតែខ្ញុំខົບខិតជាមួយគេអ្វីខ្លះទៅគ្រឿងមហាសង្ឃរាប់រយឆ្នាំឆ្លងកាត់6ចំនួនមកទល់ថ្ងៃនេះតែងតែជួបនឹងឧបសគ្គច្រើនប៉ុន្តែពេលនេះពួកយើងបានជួបនឹងមហាក្សត្រដែលឯកភាពក្នុងការកែប្រែគោលការណ៍ច្បាប់យ៉ាងលំបាកម្យ៉ាងទៀតព្រះអង្គទើបតែមានប្រជជន20ព្រះវស្សាទ្រង់មានពេលគ្រប់គ្រាន់ដើម្បីបំពេញព្រះរាជកិច្ចមហាសង្ឃយើងនេះគឺជាឱកាសល្អកម្របានជួបក្នុង100ឆ្នាំប៉ុន្តែនៅក្នុងប្រតិយរបស់ព្រះអង្គទ្រង់ចង់ចាញ់ឈ្នះពេកក្នុងនាមយើងជាមន្ត្រីត្រូវតែរំលឹកដល់ព្រះអង្គមិនត្រូវឲ្យពួកអាកាសនិយមធ្វើកិច្ចការដើម្បីផលប្រយោជន៍ខ្លួនឯងទេបើមិនចឹងទេយើងទាំងអស់គ្នាប្រកាសជាបាត់បង់ឱកាសដ៏ល្អនេះចំណែកមហាសង្ឃយើងនឹងដល់ទីបញ្ចប់រីឯពួកយើងចង់យំក៏យំមិនចេញដែរបងជឿហើយខ្ញុំក៏យល់ចឹងដែរហើយតែបងប្រុសខ្ញុំមានចិត្តទស្សនាក៏ព្រោះតែឱកាសកែប្រែគោលការណ៍ច្បាប់មានគេយកមកប្រើសម្រាប់ផលប្រយោជន៍ខ្លួនឯងលោកម្ចាស់វាងជាពូជាមនុស្សស្មោះត្រង់ម្នាក់គាត់ធ្វើអ្វីដើម្បីជាតិនិងប្រជារាស្ត្រមានការរីកចម្រើនតែគាត់គិតមិនបានឆ្ងាយមិនស្ដាប់ពីល្អដូច្នេះចេះតែចាញ់បោកអ្នកដទៃទៅថ្ងៃនេះវាងជាពូជាអ្នកនិយាយសម្ដីរបស់គាត់គឺជាគោលការណ៍ប៉ុន្តែថ្ងៃស្អែកវាងជាពូគ្រាន់តែជាតុក្កតាដែលតាំងឲ្យគេមើលតែប៉ុណ្ណោះហេតុអីទៅលីវៃឈិញនឹងចិត្តពូបាត់ដោះស្លាប់ហើយគេនឹងធ្វើលើសពីលោកម្ចាស់ជីពូទៅទៀតគេនឹងទៅបញ្ចុះព្រាជាតិតែម្ដងដល់ពេលនោះយើងក្តាប់សភាពការលេងបានកែប្រែគោលការណ៍ច្បាប់ក៏មិនបានសភាពការនឹងមិនដូចពេលដែលពួកយើងធ្វើការនៅចិនជើងនោះទេប៉ុន្តែជឿហើយខ្ញុំប្រាប់ឯងប្រហែលជាអត់បានការខ្ញុំប្រហែលជាមិនផុតពីជួបលោកម្ចាស់អានស៊ឺដើម្បីបញ្ជាក់ការពិតប្រាប់គាត់ទេស៊ូមិនបានទេបងប្រុសមិនតាន់ដល់ពេលវេលាទេដឹងស៊ូឆាមើលទៅដូចជាមិនតាន់ដល់ពេលប៉ុន្តែបើសិនជាយើងមិនធ្វើទេយើងប្រកាសជាបាត់បង់ឱកាសប្រថុយមិនបាត់ទេអាលអត់ឥឡូវនេះកុំអាលធ្វើអីមើលចុះមន្ត្រីរាជការទាំងមូលអ្នកណាក៏គេមានការប្រອບដែរបើសិនជាឯស្រ័យនោះបានន័យថាប្រឆាំងនឹងព្រះតម្រេះរបស់ព្រះមហាក្សត្រលោកគ្រូក៏មើលមិនយល់ដែរគោលការណ៍ច្បាប់ដែលខុសបើសិនជាមិនឲ្យតទៅទៀតគឺគ្មានផលល្អទេហើយយ៉ាវាគ្មានតាក់ទងអីនឹងមន្ត្រីតូចតាចដូចជាឯងនោះទេឯងប្រហែលជាមិនចង់នៅស្ងៀមឯងចង់បង្ករឿងដល់ពេលនោះអ្នកណាជួយដោះស្រាយបញ្ហាឲ្យឯងទៀតគឺយើងនេះណាឯងគួរតែអាណិតដល់យើងចាស់ហើយសុខភាពខ្សោយត្រូវការសម្រាកមិនមែនទេលោកម្ចាស់ឯលោកមហាសង្ឃមានមហាក្សត្រវ័យក្មេងឯកភាពក្នុងការកែប្រែគោលការណ៍ច្បាប់ចាស់គឺជាឱកាសកសាងជាតិបើសិនជាយើងដើរផ្លូវខុសមហាសង្ឃនឹងទទួលនឹងការវិនិច្ឆ័យតើលោកម្ចាស់មានស្អីជួយនិវត្តទៀតឯងនិយាយត្រូវតែមិនមែនធ្វើអញ្ចឹងទេកិច្ចការមួយអាចធ្វើនោះគឺសំងំនៅឲ្យស្ងៀម
រឿងធ្វើឲ្យអ្នកដតីថ្នាក់ទុកឲ្យយើងចំណែកឯសងំនៅឲ្យស្ងៀមធ្វើជាអ្នកកោអញ្ចឹងទីនោះឯងធ្វើការងារអីក៏បាន បានកោទៅ កុំទៅរកវាងអាត់ស៊ឺណា ពិតហើយនេះគឺជាការពិតហើយស៊ូឯងណាត់យើងមកជប់នៅកណ្ដាលផ្សារព្រោះតែចង់ពិភាក្សាពីផលប្រយោជន៍និងការខាត់បងនៃគោលការណ៍ដីធ្លីមែនទេប៉ុន្តែយើងមិនដូចឯងទេយើងមានការរវល់ច្រើនណាស់យើងគ្មានពេលទំនេរស្ដាប់ឯងនិយាយពីរឿងដែលមិនអាចធ្វើកើតនោះទេលោកម្ចាស់ចំពោះរឿងដោះស្រាយដីធ្លីការពិតគឺជាការងាររបស់រាជការតើរាជការធ្វើអ្វីខ្លះមន្ត្រីធ្វើអ្វីខ្លះបើសិនជាអនុវត្តនៅច្បាប់នេះមន្ត្រីរាជការខ្លាយទៅជាអ្នករស់ស៊ីជាមួយនឹងប្រជារាស្ត្រមិនអាចឈ្នះមន្ត្រីទេផ្ដោតប្រាក់កម្ចីបង្កបង្កើនផលមើលទៅគឺដើម្បីរាស្ត្រតែជាស្ដាយគឺធ្វើបាបរាស្ត្ររាល់កិច្ចការតូចធំគ្រប់យ៉ាងក៏រាជការជឿឆ្អាលដូច្នេះហើយមន្ត្រីរាជការប្រកាសជាមិនចេះឆ្អាតឆ្អន់មន្ត្រីច្រើនកងទ័ពច្រើនចំណាយច្រើនរាជការខាត់បងធ្ងន់ធ្ងរហើយនេះហើយគោលការណ៍នៃច្បាប់ថ្មីគឺលុបចោលការចំណាយច្រើនរីឯគោលការណ៍របស់លោកម្ចាស់គឺធ្វើឲ្យមន្ត្រីកាន់តែច្រើនវាផ្ទុយពីគោលការណ៍របស់ពួកយើងកាត់បន្ថយនឹងការចំណាយស៊ូឯងនិយាយនេះខុសហើយគោលការណ៍របស់យើងគឺមានផលប្រយោជន៍ដល់ប្រជារាស្ត្រធ្វើឲ្យរាជការមានប្រាក់ច្រើនបើមន្ត្រីរាជការជាអ្នករស់ស៊ីប្រកាសជាបរាជ័យសម្ដីរបស់លោកហាក់ដូចជាផ្ដេសផ្ដាស់ពេកហើយខ្ញុំសួរលោកម្ចាស់ទៅមើលពេលនោះហេតុអីបានជាលោកម្ចាស់ជួងសារទៅរាជការស្នើសុំឲ្យរាជការប្រគល់មុខរបរទាំងឡាយឲ្យប្រជារាស្ត្រជាអ្នកគ្រប់គ្រងវិញខ្ញុំសុំសួរលោកម្ចាស់តាមត្រង់បើគោលការណ៍ដាក់ខុសតើគិតយ៉ាងម៉េចមានន័យថាម៉េចបញ្ហាដែលស្មុគស្មាញគឺរបៀបរបបមន្ត្រីបើគ្មានការកែប្រែមុខរបរទាំងឡាយគ្មានការរីកចម្រើនកិច្ចការចាំបាច់គឺកែប្រែរបៀបរបបមន្ត្រីផ្ដោតទៅលើការបង្កបង្កើនផលប្រកបជាមានផលប្រយោជន៍ច្រើនយើងមិនយល់អញ្ចឹងទេមុខរបរគ្រប់យ៉ាងរីកចម្រើនគឺអាស្រ័យទៅលើគោលការណ៍របស់យើងបើមិនអញ្ចឹងទេធ្វើអ្វីក៏មិនកើតដែរសម្ដីរបស់លោកម្ចាស់សំហេតុសំផលមែនប៉ុន្តែនោះគឺជារឿងថ្ងៃក្រោយប៉ុន្តែបច្ចុប្បន្ននេះយើងធ្វើអ្វីព្រមគ្នាគិតមុខគិតក្រោយគិតឲ្យបានល្អៗលោកធ្វើយ៉ាងនេះហាក់ដូចជាយាយចាស់ដែលផុងជើងជាប់ដើរទៅមុខមិនរួចយ៉ាងអញ្ចឹងដើរបង្ខំពេកគង់តែដួលលោកម្ចាស់ធ្វើយ៉ាងនេះហាក់ដូចជាមនុស្សជីសេម្នាក់ធ្វើដំណើរពេលយប់ដោយគ្មានពន្លឺព្រះច័ន្ទហើយយ៉ាអីនេះអូយមនុស្សមានមុខមានមាត់ដូចជាលោកអញ្ចឹងហេតុអីបានជាដើមមិនមើលផ្លូវឥឡូវខូចផ្លែសេរីខ្ញុំលោកត្រីតែសោះខ្ញុំបាទខ្ញុំមិនប្រកែកជាមួយនឹងឯងខ្ញុំក៏មិនចង់ជជែកជាមួយលោកដែរលោកម្ចាស់ខ្ញុំមានមធ្យោបាយមួយលោកម្ចាស់យកគោលការណ៍របស់លោកម្ចាស់ប្រាប់អ្នកលោកផ្លែសេរីនេះទៅបើសិនជាគាត់សុខចិត្តពួកយើងអនុវត្តគោលការណ៍នេះទៅតែបើសិនជាមិនសុខចិត្តទេពួកយើងពន្យាពេលទៅស៊ូលោកក៏ដឹងដែរថាយើងមានឋានៈជាមហាមន្ត្រីម្នាក់ឲ្យយើងទៅស៊ូប្រជារាស្ត្រសាមញ្ញពីគោលការណ៍របស់យើងអនុវត្តបានឬមិនបានគេមិនជាអសបន្ទួសោះតើគេដឹងស្អីខ្លះទៅឯងនិយាយស្ដីគ្មានហេតុផលយ៉ាងនេះមិនយល់ថាប្រទេសផ្ដាស់ទេទង្វើរបស់ឯងថ្ងៃនេះពិតជាធ្វើយើងអស់សង្ឃឹមពេកហើយមើលទៅឯងក៏មិនខុសពីប្រជារាស្ត្រសាមញ្ញដែរលោកម្ចាស់ការខុសត្រូវមិនកំណត់ថាចាស់ឬក្មេងឋានៈទាបឬខ្ពស់អ្វីដែលខុសគឺខុសអ្វីដែលត្រូវគឺត្រូវនេះហើយគឺជាការយកឃើញរបស់ប្រជារាស្ត្រទូទៅហើយយ៉ាខ្ញុំមិនជជែកជាមួយនឹងលោកតទៅទៀតទេនេះគឺជារឿងដែលគួរអស់សម័យពេកហើយណែផ្លែសេរីរបស់ខ្ញុំផ្លែសេរីរបស់ខ្ញុំផ្លែសេរីនេះខ្ញុំទិញយកទាំងអស់អូបាទកាត់ចោលមិននេះគ្មានបានការក្មេងៗដូចជាពួកឯងចឹងមានចិត្តឆេវឆាវធ្វើកិច្ចការបង្ខំចំពោះរឿងកាត់មែកឈើយើងត្រូវតាំងចិត្តឲ្យស្ងប់ហើយធ្វើអារម្មណ៍ឲ្យល្អកុំស្មានថាកិច្ចការនេះគឺជាកិច្ចការកំពេចកំពកតែវាមានផលប្រយោជន៍ដល់ឯងក្នុងការបំពេញភារកិច្ចរបស់ខ្លួនបាទលោកគ្រូវ៉ាងអានស៊ឺនិងស៊ូពេលនេះប្រហែលជាចែកផ្លូវគ្នាហើយគេទាំងពីរប្រឆាំងគ្នាគង់មានមួយត្រូវរបួសនោះបានន័យថាពួកគេជាអ្នកប្រឆាំងគ្នាយើងជាអ្នកទទួលផលមនុស្សគិតមិនដូចជាទេវតាគិតគេថាសំណាងល្អប្រកាសជាល្អសំណាងអាក្រក់គឺប្រកាសជាអាក្រក់និយាយនេះត្រឹមត្រូវណាស់ពិតជានិយាយត្រឹមត្រូវណាស់ណែកាត់កន្លែងនេះហើយនឹងកន្លែងនេះបើអញ្ចឹងទីនោះយើងដែលជាអ្នកឈោមមួយនេះមិនមែនថាអត់ប្រយោជន៍នោះទេព្រះអង្គខាងមកជឺមានកែក្រុមលោកម្ចាស់វ៉ាងអានស៊ឺសូមចូលគាត់ថាគោលការណ៍ច្បាប់បានព្រៀងរួចរាល់អស់ហើយក្រាបទូលអូប្រសាណា
គោលការណ៍ច្បាប់ដែលខុសពីច្បាប់មុនជំហានទី1គឺកែប្រែនៅរបៀបលក់ដូររបស់រាជការហើយនឹងប្រឹងការលក់ដូរពាណិជ្ជកម្មក្នុងស្រុកមានការរីកចម្រើនទៅមុខបានហើយគ្រប់គ្រងវិស័យសេដ្ឋកិច្ចរបស់ជាតិបានតឹងរ៉ឹងហើយក៏ហាមឃាត់ឈ្មួញធំផ្ដាច់មុខរកស៊ីរបស់ខ្លួនដល់ពេលនោះប្រាក់ចំណេញនឹងចូលក្នុងរាជការវិញដល់ពេលនោះរាជការអាចចំណាយប្រាក់របស់ឃ្លាំងរាជការតាមសេចក្តីត្រូវការមនុស្សយើងបើគ្មានឈាមគឺមិនរស់រាជការបើគ្មានប្រាក់ធ្វើអ្វីក៏មិនកើតគោលការណ៍ច្បាប់ពាណិជ្ជកម្មគឺអញ្ចឹង ក្រាបទូលព្រះអង្គដល់ពេលហើយកន្លងមកច្បាប់ចាស់ធ្វើឲ្យមហាសង្ឃយើងក្រីក្រលំបាកដោយសារតែមានមនុស្សជាច្រើនព្រោះតែមុខចំនួនកន្លងមកតែងតែត្រូវពួកយើងមើលស្រាលនឹងធ្វើប្រហែសពីព្រោះថារឿងទាំងនេះមិនមែនរៀនទៅតាមសិភៅមានការចេះដឹងនោះទេបើសិនជាសេដ្ឋកិច្ចខ្លាំងជាតិខ្លាំងសេដ្ឋកិច្ចខ្សោយជាតិខ្សោយដូច្នេះហើយរាជការគួរតែគិតគូរពីការគ្រប់គ្រងពាណិជ្ជកម្មនិងប្រាក់របស់រាជការឲ្យបានល្អជាតិរបស់យើងនឹងមានអនាគត ប្រសាណាស់គោលការណ៍ច្បាប់នេះនៅវាងណាន់និងជឺជាងខាងកើតជាងណាន់ខាងលិចជាងណាន់ខាងត្បូងជីងអ៊ូនិងខាងជើងជីងអ៊ូត្រូវចាប់ផ្ដើមអនុវត្តរាជការត្រូវចំណាយប្រាក់5លានដំឡើងព្រមទាំងអង្គ3លានថាំងជាទុនសម្រាប់អនុម័តគោលការណ៍ច្បាប់នេះព្រះអង្គមានព្រះបញ្ញាញាណលីវៃឈីងចិនពូ ក្រាបទូល អ្នកទាំងពីរចេញទៅវិញសិនចុះ ក្រាបទូលទូបង្គំសូមថ្វាយបង្គំលា វាងអានស៊ឺ ក្រាបទូលគោលការណ៍ច្បាប់ពាណិជ្ជកម្មព្រះអង្គទ្រង់យល់ព្រមហើយចំណែកឯគោលការណ៍ដីធ្លីមួយចំនួនស៊ូស៊ឺជាអ្នករំខានមិនទាន់អនុវត្តបានទេតាមពួកយើងគិតយ៉ាង មានអីពិបាកយើងបានពឹងទៅលើវាងហ្វាងយានទូលដល់ព្រះមហាក្សត្រពីច្បាប់ដីធ្លីនេះរួចទៅ ប្រសើរណាស់ លោកបងរឿងនេះមានតែលោកនិងខ្ញុំព្រមទាំងវាងកងយាន3នាក់ទេដែលដឹក រឿងនេះមិនត្រូវឲ្យអ្នកណាដឹងទេ លីវៃឈីងនិងចិនពូគេទាំងពីរយ៉ាងម៉េចដែរ អ្វីដែលពួកគាត់បានរៀនគឺអាចយកមកប្រើការបានជាពិសេសគឺលីវៃឈីងគេរៀនសូត្របានច្រើនមានការយល់ដឹងច្រើនបន្ទាប់មកគឺចិនពូបើសិនជាព្រះអង្គប្រើគេទាំងពីរនាក់គោលការណ៍ច្បាប់គ្មានបញ្ហាទេ បានអនុញ្ញាតឲ្យគេទាំងពីររួមការងារក្នុងសំណាក់ឆុងចិនសំណាក់សិក្សាសំណាក់កសិកម្ម ព្រះអង្គប្រើវិធីសាស្ត្រមឹងម៉ាត់ម៉ត់ចត់ព្រះអង្គមានព្រះបញ្ញាញាណបងស៊ឺបងតាហ្នឹងទៅរកលោកម្ចាស់វាងព្រះអង្គយល់ព្រមលើគោលការណ៍ច្បាប់ពាណិជ្ជកម្មហើយយើងត្រូវហាមឃាត់ការអនុវត្តច្បាប់ដីធ្លីបងស៊ឺស៊ីលៀននិយាយថារឿងនេះមិនអាចបង្ខំបានទេគឺនាងឲ្យខ្ញុំមកប្រាប់បងសភាពការតឹងតែងណាស់យើងត្រូវតែបង្ខំចិត្តធ្វើដូច្នេះសូមថ្វាយបង្គំលោកគ្រូហ៎ជឿសិនអូក្រោកឡើងនេះឆាប់និយាយទៅមើលប្រជារាស្ត្រយល់យ៉ាងណាចំពោះរឿងច្បាប់ដីស្រែចម្ការលោកគ្រូប្រជារាស្ត្រមានការត្រេកអរចំពោះច្បាប់នេះណាអ្នកណាក៏ទះដៃសរសើរដែរដូច្នេះព្រះអង្គទ្រង់សរសើរថាលោកម្ចាស់ជួយដល់មហាសង្ឃបានច្រើនជាការពិតហើយមកអង្គុយចុះទៅបាទអង្គុយមកលោកនិយាយប្រាប់យើងតាមត្រង់ទៅមើលលោកគ្រូពិតមែនថាខ្ញុំជាមនុស្សល្ងងប៉ុន្តែខ្ញុំក៏ចេះការពារកិត្តិយសរបស់ខ្ញុំដែរអ្វីដែលខ្ញុំនិយាយនេះគឺជារឿងល្អណាស់បើអញ្ចឹងយើងពិតជាបានធូរចិត្តហើយក៏ប៉ុន្តែយ៉ាងម៉េចទៅលោកគ្រូនៅក្នុងរាជការមានគេចំទាស់ពីគោលការណ៍នេះពិសេសគឺដីស្រែចម្ការយើងបានឲ្យមន្ត្រីសុនជាតិទៅស៊ើបពីរឿងនេះគេថាគោលការណ៍នេះគ្មានមនុស្សគ្រប់គ្រងទេលោកគ្រូខ្ញុំដឹងតែពីនិយាយការពិតខ្ញុំឮថានៅក្នុងរាជធានីគេបញ្ចូលចិត្តនិយាយការពិតទេបាននេះថាម៉េចពេលដែលខ្ញុំបានដល់ភ្លាមលោកម្ចាស់សុនជាតិនិងលោកម្ចាស់លីឆាងបានរំលឹកខ្ញុំរួចទៅហើយគាត់មិនឲ្យខ្ញុំសរសើរពីគោលការណ៍ដីស្រែចម្ការនេះទេជឿសិនលោកនិយាយការពិតដឹងខុសដឹងត្រូវយើងពិតជាមានការត្រេកអរណាស់ឥឡូវនេះយើងនាំលោកចូលកប់ព្រះមហាក្សត្រដើម្បីឲ្យលោកទូលថ្វាយព្រះមហាក្សត្រតែម្ដងសូមអរគុណលោកគ្រូមានគុណធំធេងចំពោះខ្ញុំនឹងបម្រើកិច្ចការជូនលោកគ្រូទោះស្លាប់ក៏មិនស្ដាយដែរជាពិសេសគឺច្បាប់អនុវត្តគោលការណ៍ថ្មីនេះលោកម្ចាស់វីវហើយ វីវស្អីទៅ មនុស្សក្នុងគ្រួសាររាជវង្សមួយចំនួនកំពុងតែធ្វើការជំទាស់នៅខាងក្រៅ មិនបាច់ខ្វល់ទេរៀបចំសេយើងធ្វើដំណើរទៅ បាទ
គេចេញមកគេចេញមកហើយមកសួរគេច្បាស់ធ្វើលោកម្ចាស់កាត់បន្ថយការចំណាយរបស់យើងគឺមិនបានទេ កលការនេះគឺជារឿងខុសច្បាប់ទម្លាប់ជាដូនជាតាអាកតញ្ញូពេកហើយ លោកធ្វើការដើម្បីណាលោកមិនគិតគូរដល់ពញាតវងសានវងតើលោកមានគោលបំណងយ៉ាងម៉េច នេះគឺជាទឹកដីរបស់រាជវង្សចៅតែលោកមិនគិតគូរដល់មនុស្ស បានហើយទាំងអស់គ្នាសុទ្ធតែជាកូនចៅបំផ្លាញគ្រឹះជាដូនជាតាគ្មានធ្វើការងារត្រឹមត្រូវទេទាំងអស់គ្នាចាំស្ដាប់ឲ្យច្បាស់បើសិនជាចង់រស់នៅមានសេចក្តីសុខតទៅទៀតទាំងអស់គ្នាកុំរស់ដោយសារគេអសោះថយចេញ ទេពួកយើងមិនតាណាចាំមើលគេធ្វើយ៉ាងម៉េច បើសិនជាបញ្ចេញពីទីនេះទេខ្ញុំនឹងឲ្យសេដាចាប់អ្នកទាំងអស់គ្នាដាក់គុករួចហើយសួរចម្លើយម្ដងមួយលោកម្ចាស់ច្បាប់ពាណិជ្ជកម្មប្រជាជាតិហើយរាជច្បាប់ដីស្រែចម្ការត្រូវតែពជាពេលសិនតើឲ្យជាណាហ៊ានមករំខានដំណើររបស់លោកមហាមន្ត្រីផងថយចេះឆ្ងាយស៊ូយ៉ាងណាយើងគឺជាមិត្តភក្តិនឹងគ្នាតែយើងមិននឹកស្មានថាលោកនៅជាមួយមនុស្សចៅបសិទាំងអស់នេះមកប្រឆាំងជាមួយនឹងយើងទេតើលោកមានគោលបំណងយ៉ាងណាលោកម្ចាស់សូមលោកម្ចាស់កុំយល់ច្រឡំអីហើយធ្វើឲ្យយើងអស់សង្ឃឹមពេកហើយលោកម្ចាស់ ព្រះអង្គវាងកងយានមានសារចង់ទូលថ្វាយដល់ព្រះអង្គវាងកងយានបានបញ្ជាក់ក្នុងសារថារដូវផ្ការីកត្រូវពង្រីកការងារដាំដុះប៉ុន្តែប្រជារាស្ត្រលំបាកដោយគ្មានប្រាក់ទុនរីឯឈ្មួញធំក៏ឆ្លៀតពេលនោះយកប្រាក់ចំណេញពីពួកគេច្រើនណាស់បើរាជការព្រមចំណាយប្រាក់ដោះស្រាយពូជស្រូវប្រជារាស្ត្រនឹងសម្រេចកិច្ចការបានទូបង្គំសូមរាជានុញ្ញាតចំណាយប្រាក់50,000ដំឡឹងដើម្បីឲ្យប្រជារាស្ត្រខ្ចីក្នុងមួយឆ្នាំយើងចំណេញបានប្រាក់ការ25,000ដំឡឹងគោលការណ៍ច្បាប់ដីធ្លីដាំដុះកំណត់ជាមួយខែតែមិនទាន់ប្រកាសជាផ្លូវការមើលទៅច្បាប់នេះពិតជាស្របនឹងទឹកចិត្តរបស់ប្រជារាស្ត្រគួរតែប្រកាសហើយឈប់សិនព្រះអង្គច្បាប់ដីស្រែចម្ការមានផលប្រយោជន៍តែអនុវត្តមិនទាន់បានទេប្រជារាស្ត្រមានការលំបាកខ្វះខាតពូជបើសិនជារៀបចំរួចរាល់ទើបអាចដោះស្រាយបានបើសិនជាឲ្យប្រាក់ខ្ចីមន្ត្រីរាជការប្រកាសជាមានអំពើពុករលួយកេងប្រវ័ញ្ចដល់ពេលនោះគិតយ៉ាងម៉េចរាជខ្ចីប្រាក់បើគ្មានលទ្ធភាពសងប្រកាសជាត្រូវមានទោសជាប់គុកនិងប្រើទណ្ឌកម្មមើលទៅដូចជាការជួយរាជតែការពិតគឺធ្វើបាបរាជទៅវិញទេព្រះអង្គគោលការណ៍ច្បាប់ដីស្រែចម្ការមិនទាន់ពិសោធន៍នេះគ្រាន់តែជាការយល់ឃើញរបស់វាងកងយានម្នាក់ឯងប៉ុណ្ណោះទេមិនទាន់ពេញលក្ខណៈនោះឡើយក្រាបទូលព្រះអង្គវាងអានស៊ឺកែប្រែច្បាប់ជាដូនជាតាចង់ចំណេញប្រាក់ពីប្រជារាស្ត្រនៅមិនបានសុខហើយនឹងប្រកាសច្បាប់ថ្មីក្នុងរយៈពេលដ៏ខ្លីទៀតផងពេលនេះព្រះអង្គមានព្រះបញ្ញាញាណប្រជារាស្ត្របានសុខមិនក៏ថាប្រជារាស្ត្រនៅមិនបានសុខខ្ញុំនៅក្នុងសម្ដេចត្រួតពិនិត្យការងារគឺជាទូនាទីរបស់ខ្ញុំត្រូវតែទូលដល់ព្រះអង្គការខ្ចីប្រាក់គឺជាការស្ម័គ្រចិត្តទាំងសងខាងគ្មានការបង្ខិតបង្ខំលោកម្ចាស់វ៉ាន់និយាយថាប្រជារាស្ត្រនៅមិនសុខនេះជារឿងមិនពិតទេក្រាបទូលព្រះអង្គទូបង្គំជាអ្នកកាន់កាប់ឃ្លាំងប្រាក់ទូបង្គំដឹងថាគោលការណ៍ច្បាប់ពាណិជ្ជកម្មអនុវត្តមិនដាល់ធ្វើឲ្យឈ្មួញជាច្រើនមិនសប្បាយចិត្តយ៉ាងខ្លាំងប្រជារាស្ត្រក៏មានការព្រួយបារម្ភសភាពការមិនល្អទេក្រាបទូលព្រះអង្គច្បាប់ថ្មីមានបញ្ហារាជជំទាស់ច្បាប់ចាស់ក៏មានរាជជំទាស់ដែរមិនថានៅសម័យកាលសៀងយ៉ាងឬសម័យកាលសាងហុងយ៉ាងឲ្យតែកែប្រែច្បាប់តែតែមានមនុស្សជំទាស់អស់លោកមន្ត្រីមិនត្រូវសម្ងំយកសុកតែខ្លួនឯងត្រូវគិតដល់ការលំបាករបស់រាជមិនគួរយករឿងស្មុគស្មាញពី3នាក់អាចទុកជាការស្មុគស្មាញរបស់រាជទូទៅនោះទេឯងជាមនុស្សថ្មីដឹងថាប្រជារាស្ត្រលំបាកយ៉ាងណាដែរមានផលប្រយោជន៍ដល់រាស្ត្រឬក៏មានផលប្រយោជន៍ដល់ខ្លួនឯងព្រះអង្គគោលការណ៍ច្បាប់ពាណិជ្ជកម្មទាំង6មានចំណុចខ្វះខាតបន្តិចបន្តួចតែប្រាក់ចំណូលរាជការកាន់តែច្រើនមិនចាំបាច់ជជែកគ្នាទេតែច្បាប់ដីស្រែចម្ការមិនទាន់អនុវត្តមានបញ្ហាខ្លះត្រូវកែប្រែរួចហើយក៏គ្មានបញ្ហាអ្វីដែរបើសិនជាអញ្ចឹងទេនោះប្រកាសច្បាប់ដីស្រែចម្ការទូទៅព្រះអង្គមានព្រះបញ្ញាញាណកូនប្រុសច្បាប់ពាណិជ្ជកម្មច្បាប់ដីស្រែចម្ការកំពុងអនុវត្តពួកឯងមិនចង់ប្រឆាំងជាមួយនឹងពួកគេដូច្នេះបានជាលាក់ខ្លួនរឿងនេះគ្មានតាក់ទងនឹងយើងគេចង់ធ្វើអីក៏ធ្វើទៅឥឡូវនេះនៅក្នុងផ្ទះគិតតែពី3កូនវិញល្អជាងក្នុងនាមជាមនុស្សប្រុសបដិសេធនឹងខ្លួនឯងយ៉ាងនេះមួយថ្ងៃដឹងតែពី3កូននៅក្នុងផ្ទះតែខ្លួនឯងបែរជាសប្បាយចិត្តដូចជាបានឋានៈជាឧបរាជទៅហើយអូននិយាយស្អីទៀតហើយហ្នឹងគេធ្វើកិច្ចការរបស់គេយើងពរកូនរបស់យើងមើលថែកូនរបស់យើងធ្វើការរៀងខ្លួនមានប្រយោជន៍រៀងខ្លួនបងឯងនេះកាន់តែនិយាយកាន់តែផ្ដាស់ជំនាញបងគឺ3កូនថែកូនមែនទេតែខ្ញុំធ្វើអីទៅកាលនោះអ្នកណាបញ្យល់បងតែបងមិនស្ដាប់ទេសូមឲ្យបងកាយចរិតទៅប្រយ័ត្នប្រយែងបន្តិចណាបងមានឋានៈជាមន្ត្រីតែបងហេតុអីធ្វើយ៉ាងនេះទៅវិញឥឡូវនេះឃើញទេ
ជឿឆ្អាតទៅឥឡូវនេះគិតតែពីរឿងមើលកូនទៅ ឋានៈខ្ពស់ទៀតមិនអាចបំពេញជាតិបានយើងពិបាកចិត្តនៅខាងក្រៅមកដល់ផ្ទះកុំឲ្យយើងពិបាកចិត្តទៀតបានទេ អ្វីដែលបងនិយាយខ្ញុំស្ដាប់មិនយល់ទេតែខ្ញុំដឹងថាខ្ញុំជាប្រពន្ធរបស់ស៊ូស៊ឺបងដឹងទេខ្ញុំតែមើលការខុសត្រូវក្នុងគ្រួសារបង្កើតកូនជូនបងគិតគូរក្នុងគ្រួសារតាំងការហូបចុកខ្ញុំខ្លាចតែបងមានបញ្ហាលំបាកចំណែកខ្ញុំវិញបងមានគិតដល់ខ្ញុំទេបងមានគិតដល់ការស្លាប់រស់ម៉ែកូនយើងតែពីរទេចង់ឲ្យខ្ញុំស្លាប់មែនទេ ជាទាំងមូលកំពុងតែទៅរកសេចក្តីស្លាប់បើសិនជាយើងស្លាប់ម្នាក់ឯងធ្វើឲ្យប្រជារាស្ត្រជៀសផុតពីសេចក្តីស្លាប់នោះយើងសុខចិត្តស្លាប់ដោយគ្មានការសោកស្ដាយទេ បងនិយាយពីហេតុផលបងទៀតហើយខ្ញុំមិនចង់ស្ដាប់ទេចំណែកបងទៅតាមរកអូនលៀនរបស់បងទៅ អូនឯងនេះនិយាយទៀតហើយ បងថាវាងអានស៊ឺគឺជាមន្ត្រីល្ងងដូចជាកូនក្មេងហ៎តែចំណែកបងវិញល្ងងជាងគេទៅទៀត មិនដូចគ្នាទេនេះជាសារជាតិរបស់មនុស្សម្នាក់តែគាត់មានកំណត់រឹងរូស រឹងរូសបងក៏អញ្ចឹងដែរបើរឹងរូសតទៅទៀតបងខ្លាចទៅជាមន្ត្រីជាន់ខ្ពស់ទេពេលដែលគ្មានកច្រកឆ្នាំងបងរឹងរូសដល់ណាទៀត មិនលោភលន់គឺថ្លៃថ្នូរមនុស្សយើងបើសិនជាមិនលោភលន់គឺថ្លៃថ្នូរទោះជាឋានៈ36 72ឬក៏108ក៏បងនៅតែរឹងរូសដែរមិនមែនតែបងទេដែលរឹងរូសស៊ូម៉ៃក៏រឹងរូសស៊ូថៃក៏រឹងរូសកូនចៅទាំងឡាយក៏រឹងរូសមានតែអូនទេដែលមិនចេះរឹងរូសអូនគឺជាស្រីធម្មតា ស្រីធម្មតាទៅរកស្រីណាដែលមិនធម្មតាទៅ អូនគ្មានដឹងខុសត្រូវមែន តាំងពីប្រកាសគោលការណ៍ច្បាប់ទាំងពីរនេះមកស៊ូស៊ឺក៏មានចរិតឆេវឆាវខ្លាំងជាងមុនអ្នកមីងលោកម្ចាស់ទី2និងអ្នកស្រីទី2ចេញទៅបាត់ហើយអ្នកមីងទៅបញ្យល់ពួកគាត់ទៅចាពួកឯងចាំមែនកុំឆ្លោះគ្នាទៀតបានទេកុំឲ្យកូននេះភ័យណាឲ្យម្នេះមកស៊ូស៊ឺឈប់និយាយទៀតទៅតាមពិតយន់ជឺក៏ចង់ឲ្យឯងល្អដែរតា អ្នកមីងបើសិនជាគិតដូចជាយន់ជឺអញ្ចឹងស៊ូស៊ឺខ្ញុំមិនបាច់បំពេញតួនាទីជាមន្ត្រីរាជការទេគេចង់ធ្វើអីក៏ធ្វើចោះសុំតែមិនសុខសុំតែមករស់មិនគិតដល់ប្រជារាស្ត្រឲ្យតែមានកចកឆាំងទៅគឺបានហើយធ្វើអញ្ចឹងសំជាមន្ត្រីស្អីទៅ ខ្ញុំនៅទីនេះដូចជាអត់ន័យនិយាយមួយម៉ាត់ក៏មិនបានចំណែកស៊ីលៀននិយាយប្រមាណម៉ាត់ក៏បានដែរ អូននិយាយនេះមិនខុសទេពីព្រោះថាស៊ីលៀនគេមិនចេះនិយាយផ្ដេសផ្ដាសដូចជាអូនទេ អ្នកណាមិននិយាយផ្ដេសផ្ដាសបងទៅរកអ្នកនោះបង្កើតកូនឲ្យបងចោះ នាងខ្ញុំមិនអាចនៅតទៅទៀតបានទេ អ្នកស្រីអ្នកដែលមិនចេះនិយាយផ្ដាស់ឆាប់ចូលទៅក្នុងផ្ទះព្រាមទៅ អ្នកទាំងពីរមានគេពឹងខ្ញុំយករបស់នេះមកជូនដល់អ្នកទាំងពីរ ពួកយើងតែពីមិនបានធ្វើអ្វីផងទទួលយ៉ាងម៉េចនឹងកើតទៅ ហេនេះគឺជាទឹកចិត្តរបស់អស់លោកតែប៉ុណ្ណោះ អញ្ចឹងខ្ញុំសូមអរគុណលោកម្ចាស់ទាំងឡាយ អរគុណហើយណាអ្នកទាំងពីរពិតជាបានឃើញដូច្នេះមែនទេក្រាបទូលព្រះអង្គពិតជាអញ្ចឹងមែនហេកាលនោះយើងបាននិយាយហើយគោលការណ៍ច្បាប់ថ្មីប្រជារាស្ត្រគ្រប់គ្រងជានិច្ច អ្នកនាងសេលៀនអ្នកមីងនាងមិនស្រួលខ្លួនហេតុអីបានជាទៅកាច់ថ្នាំឬឈើច្រើនយ៉ាងនេះអ្នកមីងខ្ញុំជាច្រើនហើយខ្ញុំចេញទៅព្រៃភ្នំដើមមួយផ្លែតយកខ្យល់អាកាសល្អក៏បានធូរស្រាលជាងមុនទៅទៀតអ្នកស្រីដូចជាមិនសប្បាយចិត្តហេតុនេះហើយខ្ញុំរៀបចំថ្នាំឬឈើឲ្យគាត់ដើម្បីបើកម្លាំងអត់មែនហើយអ្នកស្រីយ៉ាងម៉េចទៅហើយកំពុងតែខឹងច្រឡោលមិនព្រមដាំបាយធ្វើម្ហូបទេចំណែកយើងត្រូវមើលស៊ូថៃតើយើងគិតយ៉ាងម៉េចទៅអ្នកមីងខ្ញុំទៅរកដាំបាយលោកម្ចាស់ ស៊ីលៀនមកវិញហើយហ៎ លោកម្ចាស់កំពុងធ្វើអីហ្នឹង ថ្ងៃនេះខ្ញុំចូលផ្ទះបាយគឺចង់យកដៃសម្រាប់សរសេរអត្ថបទដ៏អស្ចារ្យនេះយកមកធ្វើបាយម្ហូបដើម្បីឲ្យមនុស្សក្នុងផ្ទះបានហូបឆ្ងាញ់គ្រប់គ្នា លោកម្ចាស់ឲ្យមកខ្ញុំ មានតែសម្រាប់ចុះថ្ងៃនេះខ្ញុំនឹងធ្វើនាងហូបឆ្ងាញ់ម្ដង
លោកម្ចាស់អ្នកស្រីឃើញលោកម្ចាស់មិនសប្បាយចិត្តរាល់ថ្ងៃហេតុនេះហើយបានជាបញ្យល់លោកម្ចាស់តែលោកម្ចាស់ថាគាត់និយាយច្រើនមានរឿងអីគាត់មិនខឹងនោះ បានអត្ថបទទាំងនេះអាចដាក់ចូលក្នុងឆ្នាំងបានហើយ បងប្រុសហេតុអីបានជាបងមកដាំបាយយ៉ាងនេះ មកចំពីល្អណាស់បន្តិចទៀតព្រោះស្នាដៃរបស់យើងទៅមើល បងប្រុសពួកខ្ញុំមកសុំលាបងប្រុសហើយ យ៉ាងម៉េចពួកឯងទៅលើនេះ បងប្រុសប្រហែលថ្ងៃនេះដូចជាឆាប់ខឹងអ្នកបងមានការពិបាកចិត្តក៏ជារឿងធម្មតាដែរ ពួកយើងកុំនិយាយពីរឿងនេះស៊ូឆើឯងចាក់ចេញពីសំណាក់ការងារច្បាប់ក៏ជាការល្អមួយយ៉ាងដែរ គោលការណ៍ច្បាប់ថ្មីកំពុងតែអនុវត្តខ្ញុំនៅក្នុងសំណាក់ការងារច្បាប់ក៏គ្មានន័យអីដែរឥឡូវនេះសំណាក់ការងារក៏คล้ายទៅជាកន្លែងការងាររបស់មនុស្សអាក្រក់បើខ្ញុំមិនចាក់ចេញទេខ្ញុំខ្លាចខ្លួនឯងក៏អាក្រក់ដូចជាពួកគេដែរ ឯងពិតជានិយាយត្រូវទូនីតិរបស់ឯងពីមន្ត្រីអនុវត្តការងារខ្លាយទៅជាគ្រូបង្រៀននៅឆិនជើរាជការក៏បានយល់ព្រមឯងត្រូវតែឆ្លៀតពេលនេះខិតខំរៀនសូត្រឲ្យបានច្រើន បាទពេលដែលខ្ញុំទៅផុតបងប្រុសពិតជាឯកោពេកហើយសូមបងនៅឲ្យបានសុខផងចុះ សភាពការចំពោះមុខអ្នកណានៅបានសុខឥឡូវដើរមួយជំហានគិតមួយជំហានចំណែកបងធ្វើអ្វីតាមម្ដងទៅទេស្រាប់រូបបងមិនគិតទេ បងប្រុសពុកម៉ែពេលនេះទៅចោលពួកយើងទៅហើយនៅក្នុងលោកនេះខ្ញុំនៅសល់តែបងម្នាក់ទេពេលនេះបងប្អូនយើងទាំងពីរក៏បែកគ្នាទៀតថ្ងៃក្រោយបើសិនជាបងជួបបញ្ហាអីសូមគិតឲ្យបានវែងឆ្ងាយផង 就问青天，不知天上宫阙，今夕是何年？我欲乘风归去，又恐琼楼玉宇，高处不胜寒，起舞弄清影，何似在人间？转朱阁，低绮户，照无眠。不应有恨，何时长相别？是